សួស្តីអ្នកនរគ្នាខ្ញុំបាទគីហើយថ្ងៃនេះដែរគឺខ្ញុំមកនិយាយរឿង movie របស់ One Piece មួយដែលល្បីថាខ្មៅងងឹតហើយជាដឹងថារឿងនេះវាខ្មៅងងឹតប៉ុន្តែយើងចូលសាច់រឿងរបស់គ្នាឲ្យជប់អ្នកនរគ្នាមកនឹងចូលទៅសាច់រឿងរបស់យើងខ្ញុំចង់ឲ្យអ្នកនរគ្នា Subscribe ក្នុង Channel គីរបស់ខ្ញុំនេះម្នាក់មួយផងហើយសង្ឃឹមថាអ្នកនរគ្នានឹងជួយចុច Subscribe និងជួយចុចស្ញៅក្តៅចូលមើលចូល comment ចូលអីផងហើយខ្ញុំនឹងព្យាយាមធ្វើរឿងតទៀតហើយកុំឲ្យខាត់ពេលយើងចូលទៅកាន់សាច់រឿងរបស់យើងទាំងអស់គ្នាផ្ដើមសាច់រឿងរបស់មកយើងក៏បានលើ Robin និយាយអំពីកោះដ៏ចម្លែកមួយដែលមានឈ្មោះថា Omatsuri ហើយនៅកោះមួយនោះវាពិតជាចម្លែកជាខ្លាំងព្រោះថានៅកោះមួយនោះគឺតែងតែប្រារព្ធពិធីបុណ្យជានិច្ចបន្ទាប់លើបែបនេះហើយក្រុមរបស់ Luffy ក៏គិតថាចង់ទៅកោះមួយនោះដើម្បីស្រាវជ្រាវមើលប៉ុន្តែគាត់ត្រូវសុំការអនុញ្ញាតពី Luffy មុនសិនហើយយើងដឹងហើយថា Luffy គាត់មិនដែលគិតច្រើននោះទេគាត់ថាគ្នារបស់គាត់ចង់ទៅណាគឺគាត់នឹងទៅនងដែរម្ដងហើយនៅពេលនោះដែរគាត់ក៏បានបញ្ជាឲ្យក្រុមរបស់គាត់នឹងបែរទូកទៅកាន់កោះនោះដែរម្ដងនៅពេលដែលពួកគេមកដល់កោះនោះហើយពួកគេពិតជាខំបំណងខ្លាំងមែនទែនព្រោះថាកោះមួយនេះគឺគ្មានទីក្រុងនោះទេគឺសុទ្ធតែព្រៃយកតែម្ដងហើយនៅពេលនោះដែរ Luffy ក៏បានលើសំឡេងអ្វីមួយជិះមើលខាងក្នុងព្រៃមកពេលដែលពួកគេបានដើរចូលទៅតាមក្នុងព្រៃនោះពួកគេក៏បានជួបប្រទះទីក្រុងដ៏ធំមួយហើយពួកគេក៏បានភ្ញាក់ផ្អើលថាលើក្រៅនេះសុទ្ធតែព្រៃសម្ដាយចូលមកក្នុងមកទីក្រុងរបស់គេឡើងប៉ុណ្ណាណីហើយបន្តិចក្រោយមកក៏មានពួកស្រីមកស្វាគមន៍ពួកគេដើម្បីចូលនៅក្នុងទីក្រុងនេះហើយពេលនោះដែរសាន់ជីក៏គិតថាប្រហែលជាមានស្រីស្អាតហើយមកទៅនោះហើយនៅពេលដែលស្រីទាំងអស់នោះបើកមុខមកដល់ធ្វើឲ្យសាន់ជីពិតជាខឹងខ្លាំងមែនទែននៅពេលនោះដែរ Luffy ពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនព្រោះថាពួកគេដូចជាមានរុក្ខជាតិដល់លើក្បាលរបស់ពួកគេហើយក៏មានប្រជាជនជាច្រើនបានចេញមកស្វាគមន៍ពួកគេដែលពួកគេសុទ្ធតែមានរុក្ខជាតិដល់លើក្បាលទាំងអស់បន្តិចក្រោយមកក៏មានបរិសម្នាក់បានចេញមកដែរគាត់មានឈ្មោះថាអូម៉ាសារីនឹងឯងគាត់គឺជាម្ចាស់កោះនៅទីនេះអញ្ចឹងហើយបានគាត់នឹងឈ្មោះថាអូម៉ាសារីនឹងឯងនៅពេលដែលគាត់ចេញមកគាត់ក៏បាននិយាយស្វាគមន៍ទៅកាន់ក្រុមរបស់ Luffyហើយគាត់ក៏បានសួរទៅកាន់ពួកគេថាពួកគេគឺជាចៅសមុទ្រមែនហើយពួកគេក៏បានប្រាប់ថាហ្នឹងហើយពួកគេជាចៅសមុទ្រហើយគាត់ក៏បាននិយាយថាបើសិនជាពួកគេចង់ចូលទីក្រុងមួយនេះពួកគេត្រូវតែធ្វើតេស្តជាមុនសិននៅលើពាក្យថាធ្វើតេស្តព្រាមពួកគេក៏ពិតជាភ្ញាក់ផ្អើលខ្លាំងតែមិនទៅចាំចូលទីក្រុងហើយដើម្បីធ្វើតេស្តសិនមែនពេលពួកគេឮថាពេលធ្វើតេស្តនឹងព្រាមពួកគេទៅមកដើរជិះពីកោះនឹងហើយប៉ុន្តែ Luffy ក៏ថាឲ្យពួកគេនឹងចាំមួយផ្លែទៅហើយគាត់ក៏បានសួរទៅកាន់អូម៉ាសេរីថាតើតេស្តនឹងវាពិបាកអត់ហើយនៅពេលហ្នឹងដែរអូម៉ាសេរីក៏បានតបទៅវិញថាវាមិនបាយទេវាគ្រាន់តែជាការតេស្តកម្លាំងអញ្ចឹងទៅហើយនៅពេលហ្នឹងដែរ Luffy ក៏បានចាប់អារម្មណ៍នឹងការធ្វើតេស្តមួយនេះអញ្ចឹងហើយគាត់ក៏បានថានឹងធ្វើតេស្តមួយនេះហើយនៅពេលនោះអូម៉ាសេរីក៏បានបញ្ជាឲ្យកូនចៅរបស់គាត់ដូរទីនេះឲ្យខ្លាចទៅជាកន្លែងធ្វើតេស្តតែម្ដងហើយបន្តិចក្រោយមកកន្លែងនេះក៏បានខ្លាចទៅជាទីលានដើម្បីធ្វើតេស្តដោយការធ្វើតេស្តពេលនោះគឺជាការដងត្រីហើយម៉ាសេរីក៏បានបញ្ជាឲ្យកូនចៅរបស់គាត់ដើម្បីឲ្យធ្វើតេស្តពួកគេហើយនៅពេលនោះដែរក៏មានប្រជាជនជាច្រើនបានគ្រប់គ្រងទៅកាន់បរិសម្នាក់នោះហើយបន្ទាប់ពីបរិសម្នាក់នោះបានរត់ទៅដល់លើកន្លែងធ្វើតេស្តរួចគេក៏បានសុំពួកគេដើម្បីធ្វើតេស្តតែម្ដងការធ្វើតេស្តនេះគឺជាការដងត្រីហ្នឹងហើយនៅពេលដែលឧសភក៏បាននិយាយថាទុកចិត្តគាត់ទៅព្រោះថាគាត់គឺប្រកែកដងត្រីណាហើយនៅពេលដែលមិត្តភ័ក្តិរបស់គាត់ក៏បានដើរចេញពីផ្ទៃវាដើម្បីឲ្យឧសភនៅប្រកួតទៅពេលដែលមិត្តភ័ក្តិគាត់បានដើរចេញអស់ទៅឧសភក៏បាននិយាយអួតទៅកាន់បរិបម្នាក់នោះថាគាត់គឺជាអ្នកដងត្រីលេខ1លើពិភពលោកហើយបែឯងក៏ចាំចាញ់ទៅហើយដល់ពេលដែលធ្វើឲ្យបែម្នាក់នោះគឺភ័យខ្លាំងបន្ទាប់មកអូម៉ាសេរីក៏បានប្រកាសនៃការចាប់ផ្ដើមក្នុងការធ្វើតេស្តតែម្ដងដែរក្នុងការធ្វើតេស្តនោះគឺមានរយៈពេល10នាទីបាទអ្នកណាគេចាប់ត្រីបានច្រើនជាងគេនោះជាអ្នកឈ្នះនឹងឯងហើយការធ្វើតេស្តក៏បានចាប់ផ្ដើមហើយឧសភក៏បាននិយាយកន្ត្រករបស់គាត់ក្នុងការចាប់ត្រីនៅក្នុងអាងតែម្ដងហើយនៅពេលនោះដែរក៏មានត្រីយក្សមួយបានផុសចេញពីក្នុងរបស់គាត់ដែលធ្វើឲ្យគ្នារបស់គាត់នឹងជាភ័យខ្លាំងមែនទែនហើយបរិបម្នាក់នោះក៏បាននិយាយថាការធ្វើតេស្តហ្នឹងគឺមិនចាប់តែក្នុងអានទេគឺចាប់ត្រីអាធំហ្នឹងឯងពេលនោះដែរណាមីក៏បានបន្តទៅកាន់ Luffy ជាខ្លាំងដែរបានធ្វើតេស្តនេះហើយដល់ពេលនោះដែរឧសភក៏បានយកកត្រងឲ្យណាមីចាប់ម្ដងទៅគាត់សុំទៅមុនហើយនៅពេលនោះដែរត្រីនោះក៏បានហោះមករកណាមីដែរម្ដងហើយណាមីក៏បានល្អូទៅថាកត្រងទូជាមួយនឹងចាប់ត្រីប៉ុណ្ណាដែរមិនកើតពេលនោះដែរបរិសុទ្ធសាន់ជីក៏បានមកជួយណាមីដែលទាត់ត្រីនោះធ្លាក់មកក្រោមវិញហើយនឹងបន្ទោមួយជើងទៀតដោយពីក្រោមឡើងទៅលើវិញមកណាមីក៏បានយកកត្រងឲ្យសារ៉ូចាប់ម្ដងទៅគាត់ថានាងអត់ហ៊ានចាប់ទេហើយបន្ទាប់ពីត្រីនោះបានហោះមកវិញមកសារ៉ូក៏បានប្រើក្បាច់របស់គាត់ចាប់កត្រងហើយហោះឡើងទៅលើដើម្បីដកដើរថាកាប់ត្រីនោះឲ្យងាប់តែម្ដងទៅឃើញដូចនេះអូម៉ាសេរីក៏បាននិយាយប្រាប់ថាបាទថាត្រីនោះងាប់គឺពួកគេនឹងចាញ់អូតូហើយចឹងហើយធ្វើឲ្យសារ៉ូទុកដើររបស់គាត់វិញនិងប្រាក់ដើររបស់គាត់វាយអាត្រីនោះមកទៅហឹងតែម្ដង
ពីសរោបានចុះមកវិញនៅពេលនោះដែរបរមអ្នកនោះក៏បានចោទទៅកាន់សរោថាបានវាយត្រីនៅដងងាប់ហើយបន្ទាប់ពីនេះក៏ដល់វិញលូហ្វីបញ្ចេញសារណៃម្ដងហើយបន្ទាប់ពីលូហ្វីបញ្ចេញសារដៃមកគឺថាសារដៃរបស់គាត់គឺពិតជាល្អខ្លាំងមែនទែនដាក់តែមួយដៃគឺគាត់ត្រង់ខ្ទេចតែម្ដងហើយនៅពេលនោះបរិមម្នាក់នោះក៏បានយកកន្ត្រងរបស់គាត់ឡើងប៉ុណ្ណានៃមកដើម្បីចាប់ត្រីម្ដងដែរធ្វើឲ្យមីនិងអូសបបានប្រឹងទៅកាន់ម៉ាស្រីថាពេលនឹងលេងខូចវាយកអាកន្ត្រងប៉ុណ្ណានៃមកតែម៉ាស្រីក៏បាននិយាយថាការប្រកួតនឹងគឺយើងទៅប៉ាកន្ត្រងអញ្ចឹងយកកន្ត្រងប៉ុណ្ណាក៏បានដែរទៅបែឯងមើលទៅប៉ុណ្ណានៃទៅកាន់កន្ត្រងទុតមិនកើតពេលនោះត្រីនោះក៏បានធ្លាក់ចុះមកវិញហើយបរិមម្នាក់នោះក៏បានធៀបនៅកន្ត្រងរបស់គាត់គឺដើម្បីដងត្រីនងតែម្ដងតពីត្រីនៅបានធ្លាក់មកក៏បានចំនៅកន្ត្រងរបស់ប្រមអ្នកនោះតែម្ដងហើយប្រមអ្នកនោះក៏បានកវេនកន្ត្រងរបស់គាត់ដើម្បីបោះត្រីចូលទៅកាន់កន្ទោរបស់គាត់ធ្វើឲ្យម៉ាសេក៏ពិតជាមានមោទនភាពទៅលើកូនចៅរបស់គាត់ខ្លាំងតែធ្វើបានហើយរបៀបក៏ឃើញថាអាប៉ែនឹងលេងខូចនាងក៏បានលេងខូចទៅកាន់អាប៉ែនឹងវិញដោយបណ្ដោះដៃរបស់នាងនឹងទៅខាំងមាត់កន្ទោរបស់អាប៉ែនឹងនៅពេលនោះត្រីនោះក៏បានលោតចូលក្នុងកន្ទោរបស់ប្រមអ្នកនោះប៉ុន្តែវាក៏បានខ្ទាតចេញមកវិញចូលហើយនៅពេលនោះដែរត្រីនោះគឺវាអត់ទាន់បានផុតចូលទៅក្នុងកន្ទោរបស់ពួកគេទេក៏បានធ្លាក់មកលើសៃវៀនហើយនៅពេលនោះដែរក៏ដល់វេនរបស់ជប៉ុនជាស្នាដៃម្ដងហើយនៅពេលនោះដែរនាទីក៏ចិត្តអស់ទៀតអញ្ចឹងហើយជប៉ុនក៏បានបង្រីកខ្លួនរបស់គាត់ឲ្យធំដើម្បីទូត្រីនេះចូលទៅកាន់កន្ទោរបស់គ្នារបស់គាត់បានសម្រេចបាត់ទៅដែលធ្វើឲ្យព្រមអ្នកនេះគៀងព្រមទាំងម៉ាស្រីផងដែរគៀងយកតែម្ដងហើយនៅពេលនោះដែរប្រកាសនៅលើស្មារបស់ម៉ាស្រីក៏បានប្រកាសថាក្រុមរបស់លូហ្វីគឺជាអ្នកឈ្នះបន្ទាប់មកពីរូបរាងដើមរបស់ខ្លួនវិញជប៉ុនក៏បានធ្លាក់ចូលក្នុងទឹកធ្វើឲ្យគ្នារបស់គាត់ក៏ពិតជាភ័យខ្លាំងមែនទែនហើយនៅពេលនោះដែរក៏គិតយូរលូហ្វីក៏បានលោតចូលក្នុងទឹកដើម្បីជួយជប៉ុនមិនដែរគាត់ភ្លេចងើថាគាត់ក៏មិនចេះហែលទឹកដែរដែលធ្វើឲ្យពួកគេគឺលងទឹកតែម្ដងហើយលូហ្វីនៅសល់កន្លងសាក់ខ្លះក៏បានប្រឹងប្រវែងដើម្បីហែលឡើងទៅលើគោវិញតែគឺគាត់ហែលឡើងមិនរួចនោះទេក៏បានអស់ជើងហើយក៏លុបទឹកម្នាក់ទៀតទៅហើយអ្នកដែលបានជួយពួកគេនឹងគឺជាសាន់ជីទៅវិញហើយគេក៏បានបង្ហាញឲ្យថានៅក្រោមបាតសមុទ្រនោះគឺសពតែសំពើរបស់ចៅសមុទ្រដែលបានលិចទៅកាន់បាតសមុទ្រតទៅបានឡើងទៅលើគោវិញពួកគេក៏បានទទួលដំណឹងល្អដោយសារតែពួកគេគឺបានអនុញ្ញាតឲ្យចូលទៅកាន់ទីក្រុងរបស់ពួកគេហើយដែលធ្វើឲ្យពួកគេក៏ពិតជាសប្បាយរីករាយខ្លាំងដែរអូខេអ្នកគ្នាសាច់រឿងរបស់យើងគឺខ្ញុំសូមស្រាយទៅត្រង់សិនហើយយើងចាំជួបគ្នានៅទឹកក្រោយទៀតសម្រាប់អាទិត្យនេះគឺបាយសិនហើយអូកុំភ្លេចអ្នកគ្នាជួយចុច Subscribe នៅ Channel ថ្មីមួយនេះផងហើយខ្ញុំនឹងសម្រាយរឿង One Pieceអូម៉ាត់សូរីតទៅទៀតហើយចាំជួបគ្នានៅទឹកក្រោយបាយ